បងប្រុសម្នាក់នេះគាត់ពិតជាមានទេពកោសល្យមែនទែនណាបងប្អូនគាត់ចាប់ផ្ដើមគូររូបនៅក្នុងរង្វង់នេះបានយ៉ាងស្អាតណាបងប្អូនចាំទស្សនាទាំងអស់គ្នាណាបងប្អូនឥឡូវគាត់ចាប់ផ្ដើមគូរសួនច្បារហើយនេះអានេះគាត់ដាក់បកគោលលបងសម្រាប់ធ្វើសួនច្បារបងប្អូនណាចឹងនៅតាមផ្លូវចូលទៅហ្នឹងគឺវាត្រូវមានសួនច្បារអញ្ចឹងយើងត្រូវដាក់បកគោលដាក់ឲ្យវាបាំងអញ្ចឹងណាបងប្អូនគាត់ចាប់ផ្ដើមគូផ្កាគូស្មៅអីណាចាំមើលស្អាតណាស់បងប្អូនអើយទឹកដៃរបស់គាត់នេះលយមែនតើណាបងប្អូនចាំថាអ្នកចេះគូគេគូវាហ្នឹងណាខ្លាយទៅជារូបបានយ៉ាងស្អាតចំណែកយើងវិញតែអត់ចេះគូទោះបីចិត្តចង់យ៉ាងណាក៏អត់ស្អាតដែរបងប្អូនឥឡូវគាត់ចាប់ផ្ដើមគូផ្ទះហើយគាត់ដាក់តពោលដាក់អីអញ្ចឹងណានេះចិត្តរួចរាល់ហើយបងប្អូនបានផ្ទះមួយនេះហើយស្អាតអត់បងប្អូនណាផ្ទះហើយណាបងប្អូនដាក់តពោលដាក់អីប្រក់ក្បឿងប្រក់អីហើយមកនេះអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមគូផ្ទះហើយក៏ចាប់ផ្ដើមគូព្រះអាទិត្យដែរបងប្អូននេះព្រះអាទិត្យរះពីខាងណាទៅបងប្អូនពីខាងកើតឬពីខាងណានេះអញ្ចឹងជាធម្មតាគឺព្រះអាទិត្យរះពីខាងកើតហើយបងប្អូនបន្ទាប់ពីគាត់គូព្រះអាទិត្យរះហើយហ្នឹងគាត់ចាប់ផ្ដើមគូនេះបងប្អូនអាត្រង់នោះស្អីគេបងប្អូនសាកទាយទៅមើលនេះតាមឈើណាបងប្អូនណាចឹងនៅជុំវិញផ្ទះរបស់យើងវាត្រូវតែមានដើមឈើដំណាំអីដែលយើងដាំសម្រាប់ហូបផ្លែហូបអីអញ្ចឹងណានេះបងប្អូននេះចិត្តហើយរួចរាល់ហើយគាត់ចាប់ផ្ដើមគូមេឈើមេអីស្លឹកឈើអញ្ចឹងណាបន្ទាប់ពីគូស្លឹកឈើនឹងរួចរាល់គាត់ចាប់ផ្ដើមគូនេះបងប្អូនដើមឈើអមសងខាងផ្លូវអញ្ចឹងណាបងប្អូននេះមានសត្វហើរកុកអីអញ្ចឹងទៅនេះហើយស្មៅដោះសងខាងផ្លូវសួនច្បារឯនេះបងប្អូនអូយស្អាតណាស់បងប្អូនអើយនេះអានេះរូបភាពហើយណាគូតាន់ទិញទេប៉ុន្តែចេញមកមិនបាច់និយាយទេបងប្អូនអើយនេះទឹកដៃរបស់គាត់នេះលយមែនតើអញ្ចឹងយើងវិញសួរថាយើងអាចគូបានដូចគាត់អត់ណាងាយទេបងប្អូនណាអញ្ចឹងគំនូនេះមកស្លឹកក៏មានតម្លៃមិនធម្មតាដែរបងប្អូនបើសិនបើយើងយកទៅដាក់លក់នៅលើទីផ្សារណាអញ្ចឹងសូម្បីតែរូបធម្មតាក៏គេយកទៅលក់មានតម្លៃដែរបងប្អូនចាស់សម្រាប់រូបថ្នាក់នេះបងប្អូននេះឃើញចេញមកបងប្អូន